លើកដៃថ្វាយព្រះចាស់បុរាណខ្មែរនៅពេលដែលលោកជួបគ្នាលោកតែងលើកដៃសំពះគ្នាទៅវិញទៅមកហើយពោលពាក្យថាលើកដៃថ្វាយព្រះនេះជាទំនៀមទម្លាប់និងជាការសរបញ្ជាក់ឲ្យឃើញថាក្នុងមនុស្សយើងគ្រប់គ្នាសុទ្ធតែមានធាតុព្រះជាម្ចាស់ស្រេចស្រាប់ដែលយើងគួរគប្បីធ្វើការគោរពបដិបត្តិជ្រះថ្លាបូជាថ្វាយគ្រប់ពេលវេលាមានសំណួរសួរថាចុះបើព្រះជាម្ចាស់មាននៅក្នុងមនុស្សគ្រប់គ្នាយ៉ាងនេះហេតុអ្វីក៏មានអ្នកខ្លះធ្វើអំពើល្អដែលយើងអាចរាប់ចាត់ទុកថាជាមនុស្សដែលមានធាតុព្រះក្នុងខ្លួនចុះចំពោះជនដែលគិតមិនល្អនិយាយមិនល្អឬប្រព្រឹត្តមិនល្អវិញនោះនេះហៅថាមានព្រះដែរឬក៏ព្រះមានព្រះល្អនិងព្រះមិនល្អខ្ញុំមិនមានចម្លើយណាមួយសម្រាប់អ្នកឡើយតែអ្វីដែលខ្ញុំអាចដឹងបាននោះគឺព្រះជាម្ចាស់មាននៅក្នុងរូបយើងគ្រប់គ្នាស្រេចស្រាប់ដោយគ្រាន់តែថាតើយើងបានអនុវត្តឬបដិបត្តិដើម្បីទទួលស្គាល់ថានៅក្នុងរូបកាយនេះពិតជាមានព្រះជាម្ចាស់គង់នៅតើបដិបត្តិយ៉ាងណាតើធ្វើយ៉ាងណាដើម្បីឲ្យបានជួបនឹងធាតុព្រះដែលយើងមានស្រេចស្រាប់នេះតាមបទពិសោធន៍ជីវិតរបស់ខ្ញុំបានជួបប្រទះនឹងការរៀនសូត្រនៅវិជ្ជាព្រលឹងវិញ្ញាណនេះជាសៀវភៅវិជ្ជាព្រលឹងវិញ្ញាណប្រតិបត្តិដែលនិពន្ធដោយលោកព្រឹទ្ធាចារ្យម៉ៅច័ន្ទសំណុំនៅក្នុងសៀវភៅនេះមាននិយាយអំពីវិធីសាស្ត្រ50យ៉ាងនាំទៅជួបមនុស្សពិតឬព្រះពិតនៅក្នុងខ្លួនភ្លាមដោយអត្ថន័យសៀវភៅទាំងមូលមានសម្រាយយ៉ាងក្បោះក្បាយអំពីវិធីសាស្ត្របដិបត្តិហើយលោកក៏មានជាសៀវភៅវិជ្ជាព្រលឹងវិញ្ញាណផងដែរដូចនេះដើម្បីស្រាយចម្ងល់ទាំងឡាយដែលអ្នកមានតាក់ទងជាមួយនឹងពាក្យថាព្រះជាម្ចាស់ឬមនុស្សពិតក្នុងខ្លួនតើធ្វើយ៉ាងណាដើម្បីឲ្យបានជួបព្រះដើម្បីទទួលបាននៅព្រះពរព្រះខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាស្វែងយល់អំពីសៀវភៅទាំងពីរក្បាលនេះសូមបញ្ជាក់ថាពាក្យថាព្រះឬមនុស្សពិតក្នុងខ្លួននិងមនុស្សដែលជួបនឹងព្រះជាម្ចាស់ឬរកឃើញមនុស្សពិតក្នុងខ្លួនតើគេមានការរស់នៅយ៉ាងណានៅក្នុងសង្គមមនុស្សចម្លើយគឺគេរស់រកស៊ីធ្វើការចិញ្ចឹមជីវិតដូចសពគ្នាប៉ុន្តែអ្វីដែលមនុស្សរកឃើញព្រះរកឃើញចិត្តបរិសុទ្ធនៅក្នុងខ្លួននោះគឺជាការដែលទទួលនៅព្រះពរដែលធ្វើឲ្យជីវិតនេះជួបនឹងពន្លឺរួយរំដោះជួបនឹងសេចក្តីសុខដុមរមនាពេលជីវិតគេជួបនឹងបញ្ហាទុក្ខលំបាកគេនឹកដល់ព្រះនឹកដល់ចិត្តបរិសុទ្ធគេបានទទួលប្រាជ្ញាដើម្បីដោះស្រាយបញ្ហាគេបានទទួលការជំនួយពីគ្រប់មជ្ឈដ្ឋានដើម្បីឲ្យបានរួចរំដោះសេចក្តីទុក្ខទាំងនោះខ្ញុំសូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់នៅវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកគ្រប់គ្នាសូមឲ្យអ្នកបានសុខរួចពីសេចក្តីទុក្ខបានរកឃើញព្រះពិតរកឃើញចិត្តបរិសុទ្ធដែលនៅក្នុងខ្លួនអ្នកសូមអរគុណសាធុសាធុសាធុ